ពេលចេះច្រើនមុខម្នាក់ឯងពេកទៅចូលសក់ធ្វើជាការកំសាន្តចាទៅណែអញ្ចឹងឥឡូវមានការកាត់សក់ខ្លួនឯងអញ្ចឹងណារឿងធម្មតាទេរបស់មនុស្សម្ចាស់នៅស្ងៀមពេលសក់ធម្មតាពេកទៅមានអារម្មណ៍ថាអត់មាន style អ្នកនរគ្នាចាឥឡូវនេះគឺថាមានការហូបជាមួយនឹងសាំងវិចជាការហាត់មាត់សិនមុនធ្វើការកាត់សក់ញ៉ាំសាំងវិចតើតែយើងញ៉ាំជាប្រទេសធំអញ្ចឹងហើយហាមាត់ឲ្យធំធំញ៉ាំអញ្ចឹងបានពេញមាត់ហើយបានគ្រប់រសជាតិឥឡូវនេះធ្វើការលាបក្រែមមួយសិនដើម្បីឲ្យមាត់មានសំណើមញាក់ឡើងចេះតែមានអារម្មណ៍ថាមុខខ្លួនឯងស្លេកស្លេកអញ្ចឹងថែមក្រែមថែមនេះថែមនោះអញ្ចឹងមនុស្សស្រីថែមអត់ចេះចាប់ទេចាហើយបន្ទាប់មកមានការលាបជាមួយនឹង cushion តិចតិចអញ្ចឹងមកហើយកុំភ្លេចដែរជាមួយនឹងរបស់ដែលខ្លួនឯងលក់ចាមានជា pet stick មានជាអីអញ្ចឹងបើអូស្ត្រាលីអ្នកនរគ្នាចាយើងយកមកធ្វើជា contour ច្រមុះហើយក៏ដូចជា contour ឡើងថ្គាមហើយអាកាសធាតុបែបក្តៅអញ្ចឹងយើងអត់គួរលាបម្សៅច្រើនជាន់ទេជាពិសេសជាមួយនឹងម្សៅហើយម្សៅអីបោះកាន់តែច្រើនកាន់តែកកហើយមុខរបស់យើងធ្ងន់ជាពិសេសឃើញក្រាស់ខ្លាំងមែនតើអញ្ចឹងប្រើអីស្រាលទៅបានហើយនៅពេលបែកញើក៏នៅតែមានអារម្មណ៍ថាវាអត់ប្រតែខ្លាំងណាស់ជាវិធីផាត់មុខដែលខ្ញុំចូលចិត្តផាត់មែនតើឲ្យតែនៅសក់ color ថ្ពាល់ខ្ញុំយកមកដាក់ច្រមុះហើយអ្នកនរគ្នាហើយ color ភ្នែកថ្ងៃនេះខ្ញុំប្រើពណ៌រៀងសូកូឡាហើយខ្ញុំទៅតែងប្រាប់អ្នកនរគ្នាអញ្ចឹងថាបើភ្នែកជ្រៅដូចខ្ញុំអញ្ចឹងប្រើពណ៌កាន់តែឈូកកាន់តែអីអញ្ចឹងទៅវាឃើញមើលទៅរបៀបដូចអ្នកខ្លែងអញ្ចឹងតែបើសិនជាយើងលាបរៀងពណ៌សូកូឡាបន្លំជាមួយនឹងភ្នែកខ្មៅរបស់យើងបានចាខ្ញុំយកខ្មៅមកដាក់បន្ថែមពីលើភ្នែករបស់ខ្ញុំក្រោមអីចឹងហើយប្រើជាមួយនឹងថ្នាក់ពណ៌សចាហើយនេះជាមួយនឹង eyeliner ខ្ញុំគូសបែបហ្នឹង eyeliner នេះគូសប្រភេទទៀនទេឲ្យឃើញធម្មជាតិចឹងតែសម្រាប់ថ្ងៃនេះស្អាតដោយសាររោមភ្នែកចាទទួលស្គាល់ដែរដោយសារតែរោមភ្នែកព្រោះថ្ងៃនេះខ្ញុំអត់តអស់ថវិកាទេចាគឺថាខ្ញុំមានការទិញហើយខ្ញុំតខ្លួនឯងអីអញ្ចឹងណាអញ្ចឹងចំណេញបានច្រើនមែនតើខ្ញុំចេះ100មុខទៅចេះច្រើនពេកទៅមានអារម្មណ៍ថាដូចមិនខ្លួនឯងណាអ្នកគ្នាសូម្បីតែសក់ទៅជាកាត់ខ្លួនឯងដែរហ្នឹងមានអីទៀតឥឡូវនេះពេលដែលរវល់ចឹងសប្បាយមានអីធ្វើច្រើនហើយអ្នកទាំងអស់គ្នាណាខ្លះដែលចូលចិត្តសកម្មភាពរវល់ដូចខ្ញុំអញ្ចឹងអាចមើលវីដេអូខ្ញុំបានចាធានាថាអ្នកទាំងអស់គ្នាចេះកាត់សក់ដូចខ្ញុំអញ្ចឹងហើយពេលខ្លះមានអារម្មណ៍ថាហេតុអីបានខ្ញុំត្រូវកាត់សក់សេះហងតាមពិតសក់សេះហ្នឹងគឺថាខ្ញុំកាត់ជារៀងរាល់ពេលហើយដោយសារតែអ្នកដែលថ្ងាសធំខ្ញុំ recommend ឲ្យកាត់សក់សេះមើលទៅវាជួយបាំងថ្ងាសប៉ុន្តែបើសិនថ្ងាសយើងខ្លីយើងកាត់អត់សូវសមទេឥឡូវនេះមកចូលដល់ផ្លូវរបស់យើងវិញមុននឹងរៀងវាចវេទៅឆ្ងាយដែរចាខ្ញុំធ្វើការចាប់បែបនេះអ្នកគ្នាអាចចាប់មូលដូចខ្ញុំអញ្ចឹងចាប់ឲ្យស្មើអញ្ចឹងឬមួយក៏មិនស្មើពេកក៏បានដែរហើយបន្ទាប់មកយកតែកដាលណាអ្នកគ្នាអាចយកកដាលដូចខ្ញុំបានបែបពេលដែលយកកដាលបានហើយវែកឲ្យស្មើអីចឹងមកព្រោះថាយើងកាត់ខ្លួនឯងទេយើងកុំខ្វល់មុខរបស់យើងទេកាត់មិនក៏នៅតែមុខរបស់យើងដែរចាអ្នកគ្នានេះពេលនេះខ្ញុំរៀងភ័យមិនទេឲ្យខ្ញុំកាត់រៀងភ័យដោយសារតែខ្ញុំធ្លាប់កាត់តាំងនៅក្មេងតាំងអាយុ10ម៉ានឆ្នាំហើយឡើងខោចក្បាលហ្មងណាអ្នកគ្នាចាតែឥឡូវនេះគឺថាវារៀងខោចដែរតែខ្ញុំនៅតែជឿជាក់សំខាន់លើយើងជឿជាក់លើខ្លួនឯងទេតែយើងជឿជាក់ភាពស្រស់ស្អាតដឹកមុខឲ្យចាឡើយនេះចាមានការតម្រឹមសក់ទៀតអូយនិយាយទៅចេះគ្រប់មុខបដ ாய் តែតម្រឹមនេះមិនដឹងស្មើឯងដូចខ្ញុំនិយាយចឹងគឺយើងជឿជាក់នៅពេលដែលជឿជាក់អ្វីក៏រលូនដែរទោះបីជាយើងកាត់ឲ្យវាមិនស្អាតក៏ដោយឬមួយក៏វាយក៏ដោយក៏យើងកុំខ្វល់សេរីចុះសេរីឡើងអញ្ចឹងទៅចាឃើញអ្នកទាំងគ្នាហើយបន្តមកខ្ញុំមានការយកម៉ាស៊ីនមូសក់ហើយរបៀបគៀបបានតិចចឹងមកគៀបជាមួយនឹងកន្លែងសក់សេះហ្នឹងឲ្យវារៀងកោងហើយដើម្បីយើងមើលថាតើនៅពេលដែលយើងគៀបហើយវាអត់ស្មើកន្លែងណាយើងសេរីថែមទៀតព្រោះយើងមិនអ្នកកាត់សក់អាជីពទេយើងអត់ដឹងក្បួនខ្នាតនៃការកាត់សក់ហ្នឹងមិនទេគេកាត់មកស្មើហ្មងយើងអត់ចេះកាត់យើងត្រូវកាត់ហើយយើងសេរីឡើងវិញទៀតចាតែប៉ុណ្ណឹងមានអីអ្នកនរគ្នាអាចរកស៊ីខ្លួនឯងបានដែរតាព្រោះថាចំណេញដែរយើងគិតទៅបើសិនយើងកាត់សក់មួយខែហ្មងយើងចេះកាត់ខ្លួនឯងក៏វារៀងសេវបានច្រើនដែរស្អាតដូចខ្ញុំនិយាយចឹងយើងជឿជាក់លើខ្លួនឯងទៅជាការស្អាតហើយបើសិនចង់ឲ្យកោងអ្នកនរគ្នានៅពេលដែលកាត់ហើយអាចយកជាមួយនឹងសម្រាប់មូនេះដាក់ចោលចឹងទៅហើយជាពិសេសនៅពេលដែលថ្ងាសរបស់យើងបែកញើសក្តៅអីចឹងយើងអាចដាក់អញ្ចឹងនៅពេលដែលយើងតម្លាក់មកគឺថាវាចេញទម្រង់កោងហ្មងហើយអ្នកនរគ្នាអត់បានប្រហោងអញ្ចឹងតែប៉ិតសក់នឹងស្មើទេដោយសារតែខ្ញុំអាសាវែកទៅខាងនោះដល់ពេលអញ្ចឹងនៅពេលដែលកាត់ភ្លាមអញ្ចឹងសក់នឹងវាអត់សូវស្មើគ្នានេះវារៀងប្រហោងកណ្ដាលអញ្ចឹងតែឥឡូវហ្នឹងខ្ញុំគិតថាអត់អីផងអ្នកនរគ្នាចូលចិត្តគិតថាសក់នឹងខ្លីអីខ្ញុំអត់អីទេនៅពេលដែលខ្ញុំកាត់ហើយភ្លាមខ្ញុំមានអារម្មណ៍ខ្លីដែរតែដល់ពេលដែលខ្ញុំតម្លាក់ហើយឡើងអីហើយដូចខ្ញុំនិយាយចឹងខ្ញុំគិតថាមានអ្នកកាត់ដូចខ្ញុំច្រើនខ្លាំងកាត់ហើយមានអារម្មណ៍ថាខូចប៉ុន្តែតាមពិតអត់អីទេព្រោះមែនតើខ្ញុំចង់កាត់ឲ្យខូចជាងនឹងទៀតខ្លាចនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងកុំខ្លាចនៅក្នុងការសាកល្បងហើយការកាត់សក់នេះមិនមែនកាត់ហើយវាអត់ដោះវិញណាបើសិនជាខុសថ្ងៃក្រោយវាប្រកាសជាដោះមកវិញហើយប៉ុន្តែបើយើងអត់បានសាកយើងអត់ដឹងថាខ្លួនឯងចេះឬមួយក៏កាត់ទៅសមទេហើយឲ្យគេកាត់ក៏បានដែរអ្នកទាំងគ្នាតែខ្ញុំតនេដូចខ្ញុំនិយាយចឹងដល់ពេលចឹងខ្ញុំចូលចិត្តធ្វើឲ្យខ្លួនឯងរវល់ចាមានការកាត់សក់អីចឹងប៉ុន្តែនៅពេលដែលខ្ញុំកាត់សក់សេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តហើយមានអារម្មណ៍ថាខ្ញុំ
នៅតែអាចកាត់សក់ស្អែកបានរហូតព្រោះខ្ញុំសក់ស្អែកហ្នឹងខ្ញុំកាត់រាល់ឆ្នាំតែម្ដងតែសក់ខ្ញុំដុះលឿនអញ្ចឹងទៅក៏វែងតែឥឡូវនេះកាត់ម្ដងទៀតហើយអ្នកទាំងអស់គ្នាអ្វីក៏អ្វីទៅឥឡូវតាមតាណាជ្រុលកាត់ហើយបាយ